សួស្តីប្រិយមិត្តទស្សនិកជនទាំងអស់គ្នាដែលតែងតែនិយមតាមដានទស្សនាតាមបណ្ដាញសង្គម YouTube ថ្ងៃនេះនាងខ្ញុំមានប្រធានបទថ្មីមួយទៀតហើយដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាប្រធានបទនោះគឺមានចំណងជើងថាក្រោយញ៉ាំអាហារឆ្អែតបញ្ឈប់ទម្លាប់5យ៉ាងនេះភ្លាមបើមិនចង់មានបញ្ហាសុខភាពមុននឹងយើងចូលដល់អត្ថន័យក្នុងប្រធានបទនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច Like Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel YouTube របស់យើងខ្ញុំជាទូទៅនៅពេលយើងញ៉ាំអាហាររួចរាល់គ្នាយើងមួយចំនួនចូលចិត្តញ៉ាំទឹកឬទម្រេតខ្លួនសម្រាកពិសេសនៅចុងសប្តាហ៍ញ៉ាំហើយដឹងតែគេងតែម្ដងប៉ុន្តែមានទម្លាប់សាមញ្ញមួយចំនួនដែលយើងមិនគួរធ្វើភ្លាមក្រោយញ៉ាំអាហារទេព្រោះវាមិនល្អដល់ការរំលាយអាហារក៏ដូចជាសុខភាពទូទៅរបស់យើងខាងក្រោមនេះគឺជាទម្លាប់5យ៉ាងដែលមិនគួរធ្វើក្រោយពេលញ៉ាំអាហារភ្លាមបើមានគ្នាយើងគួរដូរចេញចំណុចទី1ការគេងការចូលគេងភ្លាមក្រោយញ៉ាំអាហារហើយជាទម្លាប់មិនល្អនោះទេយើងគួរនៅអង្គុយនិយាយគ្នាលេងជាមួយក្រុមគ្រួសារឬធ្វើសកម្មភាពណាមួយដូចជាមើលទូរទស្សន៍ឬទូរស័ព្ទជាដើមជៀសវាងទម្រេតខ្លួនភ្លាមក្រោយពេលបាយរួចកាលណាយើងដាក់ខ្លួនគេងភ្លាមក្រោយបាយទឹករំលាយអាហារជាច្រើននឹងធ្វើដំណើរក្នុងទិសដៅផ្ទុយជាលទ្ធផលដំណើរការរំលាយអាហារទាំងមូលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំណុចទី2ញ៉ាំផ្លែឈើការរំលាយអាហារមានល្បឿនខុសគ្នាទៅតាមប្រភេទអាហារផ្សេងៗផ្លែឈើងាយរំលាយបំផុតសម្រាប់រាងកាយយើងដូចនេះយើងគួរញ៉ាំផ្លែឈើ1ម៉ោងមុនពេលញ៉ាំអាហារឬ2ម៉ោងក្រោយពីញ៉ាំអាហាររួចបើយើងញ៉ាំផ្លែឈើក្រោយបាយរួចភ្លាមវាអាចរំខានដល់ការរំលាយអាហារឬធ្វើឲ្យក្រពះយើងកិនអាហារមិនបានល្អចំណុចទី3ការផឹកតែស្លឹកតែមានជាតិអាស៊ីតដែលអាចប៉ះពាល់ដល់ដំណើរការរំលាយអាហារបើយើងញ៉ាំអាហារសម្បូរប្រូតេអ៊ីននោះជាតិអាស៊ីតពីតែនឹងធ្វើឲ្យប្រូតេអ៊ីនរឹងពិបាករំលាយការញ៉ាំតែភ្លាមក្រោយពីញ៉ាំអាហារអាចរំខានដល់រាងកាយស្រូបយកជាតិដែកពីអាហារទៀតផងហេតុនេះហើយគួរជៀសវាងការញ៉ាំទឹកតែ1ម៉ោងមុនឬក្រោយពេលញ៉ាំអាហារហើយចំណុចទី4ងូតទឹកការងូតទឹកបន្ទាប់ពីក្រោយញ៉ាំអាហារភ្លាមពន្យាពេលក្នុងការរំលាយអាហារលំហូរឈាមនៅជុំវិញក្រពះនិងហូរទៅផ្នែករាងកាយផ្សេងទៀតក្នុងពេលងូតទឹកជាហេតុធ្វើឲ្យការរំលាយអាហារមិនដំណើរការតាមសម្រួលដូចនេះបើយើងចង់ងូតទឹកក្រោយអាហាររួចគួរចាំរយៈពេល30នាទីទៅ40នាទីសិនចំណុចទី5ការជក់បារីបើមានគ្នាយើងធ្លាប់គិតចង់ជក់បារីក្រោយពេលបាយរួចត្រូវគិតឡើងវិញជារួមមកការជក់បារីតែងតែមិនល្អចំពោះសុខភាពទូទៅរបស់យើងទៅហើយប៉ុន្តែបើយើងជក់បារីក្រោយបាយទៀតនោះវានឹងប៉ះពាល់ដល់សុខភាពរាងកាយយើងគុណនឹង10ដងឯណោះយកល្អគួរបញ្ឈប់ការជក់បារីតែម្ដងទៅបើស្រឡាញ់សុខភាព